anh đưa hai khi từ America លើកទី1អ្នកនរគ្នាខ្ញុំហើយកូនប្រុសរបស់ខ្ញុំត្រូវជិះហោះរយៈពេលវែងគឺរយៈពេល20ម៉ោងជាងហើយពួកខ្ញុំត្រូវមូលទៅនៅអាមេរិកនេះគឺរូបភាពកូនប្រុសរបស់ខ្ញុំអូវ៉ាលីចូលពលានយ៉ាងក្លាហានអ្នកទាំងអស់គ្នាហើយគេប្រាប់ថាគេចង់ជិះយន្តហោះជិះយន្តហោះយូរហើយនេះការក្លាហានរបស់គេនិយាយទៅគឺអត់ឲ្យអ្នកណាជួយអូសទេគឺអូសខ្លួនឯងបន្ទាប់ហើយពួកខ្ញុំក៏ទៅ check in ហើយលាគ្នាអញ្ចឹងណាអ្នកនរគ្នាហើយបន្ទាប់ពីលាគ្នាចប់អ្នកនរគ្នាក្នុងអារម្មណ៍នេះក្តុកក្តួលមែនទែនគិតថាកូនឡើងយន្តហោះមិនដឹងមិនមកទេមានណាបងប្អូនអរគ្នាឡើងដល់លើយន្តហោះភ្លាមគាត់តែគេវិច្ឆេទម៉ាស៊ីនគឺយំយកមកសួរមូលហេតុអីបានយំអត់ប្រាប់ទេដល់ចុះដល់ដីប្រាប់ថាអូនខ្លាចសលេងយន្តហោះម៉ាក់ហើយប្រាប់ថាអូនកុំខ្លាចអីលើកមុនអូនរកជិះយន្តហោះលឺអញ្ចឹងដែរតើអត់អីទេអញ្ចឹងទៅបានលេងយំវិញឥឡូវពួកខ្ញុំបានមកដល់តៃវ៉ាន់ហើយបងប្អូនអរគ្នាអញ្ចឹងយើងបន្តដើរទៅកន្លែងត្រក transfer អញ្ចឹងណាអ្នកនរគ្នាហើយសំណាងដែរនៅកន្លែងតៃវ៉ាន់នេះគឺមាន playground សម្រាប់ឲ្យកូនក្មេងលេងអញ្ចឹងពួកខ្ញុំ stand by នៅកន្លែង playground នេះនៅនឹងម៉ោង13តជើងយន្តហោះហើយបន្ទាប់មកយើងបានមកដល់អាមេរិកហើយអ្នកនរគ្នាហើយនៅនេះគឺល្ងាមែនតើហ្មងនៅនេះ1អង្សាសេ2អង្សាសេអញ្ចឹងគឺល្ងាមែនតើសម្រាប់ខ្ញុំនេះគឺជាតាមផ្លូវធ្វើដំណើរមកដល់ទេហើយអ្នកនរគ្នាបាយបាយ